បាទវិសុប្រិមិត្តជាទីគោរពជាថ្មីមកទៀតខ្ញុំសូមអនុញ្ញាតធ្វើការស្រាយបំភ្លឺនៅខ្លឹមសារបច្ចេកទេសមួយទៀតមាត្រាមួយទៀតនៃធម្មនៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិរងមាត្រា3តាមមាត្រា3នេះគេចែងយ៉ាងម៉េចបាទខ្ញុំសូមធ្វើការប្រែសម្រួលនៅខ្លឹមសារបច្ចេកទេសនៅក្នុងមាត្រា93មាត្រា3នឹងជូនតុលាការមានចក្រម15រូបតុលាការយុត្តិធម៌មានចក្រម15រូបពុំមានរដ្ឋណាមួយមានចក្រម2រូបទេចឹងរដ្ឋណាក៏ដោយនៅក្នុងចំណោមរដ្ឋទាំង193ហើយចក្រម15រូបហ្នឹងគឺមានន័យថាមានរដ្ឋចំនួន15ក្នុងម្នាក់តំណាងឲ្យរដ្ឋមួយណែអញ្ចឹង15នាក់តំណាងឲ្យរដ្ឋទាំង15បាទក្នុងចំណោមរដ្ឋ193បាទណាបុគ្គលដែលចង់ក្លាយជាសមាជិកចក្រមនៃតុលាការត្រូវមានសញ្ជាតិបាទសញ្ជាតិមិនលើសពី1ណាមានជាតិមិនលើសពី1ក្នុងករណីមានសញ្ជាតិ2ត្រូវចាត់ទុកថាគាត់មានសញ្ជាតិនៃរដ្ឋដែលគាត់មានសិទ្ធិជាជនស៊ីវិលនិងសិទ្ធិធ្វើនយោបាយចុងមកស្រីយល់ហើយថាខ្លាំងជាសមាជិកនៃអង្គចក្រមតុលាការ15រូបហ្នឹងត្រូវមានសញ្ជាតិតែមួយឯងក្នុងករណីមានថាគាត់មាន2ឧទាហរណ៍ណាគាត់មាន2គឺថាមួយហ្នឹងត្រូវតាសញ្ជាតិមួយគាត់ត្រូវតែសម្រេចចិត្តយកសញ្ជាតិដែលគាត់កំពុងរស់នៅជារួមទៅគាត់រស់នៅក្នុងនាមជាពលរដ្ឋរស់នៅជាប្រចាំថ្ងៃណាមិនមែនយូរម្ដងនេះអាហ្នឹងគេអត់យកទេបាទហើយត្រូវចាត់ទុកគាត់មានសញ្ជាតិដែលមានសិទ្ធិស៊ីវិលសិទ្ធិស៊ីវិលយើងដឹងហើយសិទ្ធិស៊ីវិលមានន័យថាប្រជាពលរដ្ឋសាមញ្ញបាទជាពលរដ្ឋសាមញ្ញលោកមានសិទ្ធិអីខ្លះបាទ for freedom សិទ្ធិរស់រានមានជីវិតសិទ្ធិអប់រំបព្វធម៌សិទ្ធិរួចផុតពីការបែកខ្លះនិងសិទ្ធិមួយទៀតសិទ្ធិអីបាទសិទ្ធិមួយបាទអល់ស្ដីនឹងសិទ្ធិនយោបាយសិទ្ធិអីនៅក្នុងហ្នឹងណានឹងស្ថាប័នវេលាយើងដល់ទីបញ្ចប់ខ្ញុំសូមគ្រប់ថ្លែងអំណរគុណអរស្រីត្រឹមប៉ុណ្ណេះហើយនៅពេលបន្តមុខទៀតខ្ញុំនឹងធ្វើបទបង្ហាញរហូតដល់ចប់នៅលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិនេះហើយខ្ញុំនឹងចេញសិភៅដើម្បីស្រាយបំភ្លឺលម្អិតពាក់ព័ន្ធនឹងខ្លឹមសារគាត់ថាគាត់ធ្វើអីខ្លះនៅក្នុងនីតិវិធីរបស់គាត់ថាតុលាការធ្វើនីតិវិធីអីខ្លះទៀតណាហើយសកម្មភាពអីបទដ្ឋានអីខ្លះដែលវាមានចែងនៅក្នុងដើម្បីឲ្យតុលាការនឹងធ្វើទៀតនិងខ្ញុំនឹងស្រាយភ្លឺនៅក្នុងសិភៅរបស់ខ្ញុំដែលនឹងសបផ្សាយលក់នៅក្នុង website ឬក្នុងបណ្ដាញសង្គមនិងតាមបណ្ណាគារបាទបណ្ណាគារនេះដែលលោកអនុញ្ញាតឲ្យខ្ញុំធ្វើការផ្ញើសិភៅខ្ញុំនឹងធ្វើការតាមនឹងបាទដោយសារហើយជាចុងក្រោយនេះសូមថ្លែងអរគុណជាពលិកដល់អស់លោកស្រីនាងកញ្ញាដែលតែងតែយកចិត្តទុកដាក់តាមដានคลิปវីដេអូរបស់ខ្ញុំទោះតែមានការខុសឆ្គងខ្លះខ្ញុំដឹងខ្លួនខ្ញុំសូមបីតែបច្ចេកទេសថតខ្ញុំចេះទេប៉ុន្តែថាស្រឡាញ់ហើយគឺថាត្រូវតែធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងហ្នឹងហើយសូមគ្រប់អរគុណបាទ